បាទហើយនៅក្នុងឱកាសនេះដែរឃើញថាបតបរិស័ទនៅត្រកូលគឺនៅដុំសឹងបាទគាត់បានធ្វើដំណើរចេញមកចូលរួមនៃកម្មវិធីបណ្ណងកឋិនទានរបស់បាទសកនាមធីនិងបាទសិកានាមញាតដែលគាត់បានប្រារព្ធឡើងនៅក្នុងឱកាសពេលនេះតែដូច្នេះនៅក្នុងឱកាសពេលនេះខ្ញុំបាទក៏សូមតំណាងក៏ដូចជាជំនុំមុខឲ្យសម័យកាសម្ចាស់ដើមទានប្រធានដល់បានសូមអំណរអគុណចំពោះពុទ្ធបរិស័ទដែលបានធ្វើដំណើរមកអំពីនិគមតកូលបាទដុំសឹងដែលបានអញ្ជើញមកចូលរួមជាកុសលនៅក្នុងឱកាសពេលនេះតែដូច្នេះសង្គមគ្រួសារនៃយើងខ្ញុំសូមអំណរអគុណយ៉ាងជ្រាលជ្រៅហើយនឹងសូមប្រសិទ្ធិពរវជ័យស្រីសុស្ដីជ័យមង្គលវិបុលសុខគ្រប់ប្រការជូនទៅដល់ពុទ្ធបរិស័ទទាំងអស់ដែលនៅនិគមតកូលក៏ដូចជាពុទ្ធបរិស័ទដែលបានអញ្ជើញមកចូលរួមជាកុសលនៅក្នុងឱកាសពេលនេះសូមប្រកបទៅដោយសេចក្តីសុខសេចក្តីចម្រើននិងជួបនៅពុទ្ធពរទាំងឡាយ4ប្រការគឺអាយុវណ្ណៈសុខៈនិងសូមឲ្យតនប្រសិទ្ធអាមិត្រីស្រីពោធិសត្វសម្បត្តិទាំងឡាយ3គឺសម្បត្តិមនុស្សសម្បត្តិទេវតាសម្បត្តិអាចារ្យពលគឺព្រះនិព្វានសូមជើញអនុមោទនាបាទហើយអរគុណ